នេះជាអាណាចក្រដៃនាគហើយនេះជាអាណាចក្រហនុមានហើយអាណាចក្រដៃនាគតែងតែបញ្ជូនកងទ័ពរបស់ពួកវាដើម្បីមកសម្លាប់អ្នកភូមិនៅអាណាចក្រហនុមានប៉ុន្តែនៅពេលដែលវាបញ្ជូនមកតែងតែមានខ្ញុំនៅជួយហើយថ្ងៃមួយនៅពេលដែលខ្ញុំមិននៅក៏មានរឿងមួយកើតឡើងហើយនៅពេលដែលខ្ញុំបានចូលទៅដល់ខ្ញុំបានឃើញពួកវាគឺបានសម្លាប់អ្នកភូមិអស់បាត់ទៅហើយថែមទាំងបានរំទេចអទីរបស់ហនុមានទៀតហើយខ្ញុំពិតជាខឹងនឹងពួកវាខ្លាំងមែនទែនហើយខ្ញុំក៏បានវាយយកតែម្ដងគិតថា Dream Emerald ហ្នឹងអាចសម្លាប់យើងបានមែនឯងយល់ច្រឡំហើយអា player 4 នាក់ហ្នឹងគឺពិតជាខ្លាំងមែនតើដោយសារតែវាគឺជា player Dream Emerald ហើយខ្ញុំគឺវាយមិនចង់ឈ្នះវានោះទេប៉ុន្តែដោយសារតែក្នុងចិត្តគឺគំនុំនឹងពួកវានៅទីបំផុតខ្ញុំក៏បានសម្រាប់ពួកវាអស់ទៅហើយខ្ញុំពិតជាខឹងមែនទែនខ្ញុំក៏បានទៅកំទេចបេះរបស់ហនុមានចោលយកអស់ច្រឡំហនុមានដៃនេះចោលតែម្ដងហើយខ្ញុំក៏បានចុងក្រោយខ្ញុំក៏បាន